យោធាថៃចាប់ផ្ដើមកាន់តែក៏ឃ្លឿនទៅឥឡូវនេះវាចាប់ផ្ដើមធ្វើការទម្លាក់បាទគ្រាប់នៅខាងស្រុកបាណន់ខេត្តបាត់ដំបងហើយការទម្លាក់នេះគឺប្រើដោយស្លាបដែករបស់យោធាថៃហើយមិនមែនជា S16 ទេគឺជាប្រភេទ T50 បើយើងតាមដឹងគឺប្រភេទ T50 ស្លាបដែកនេះគឺផលិតនៅឯប្រទេសកូរ៉េការផលិតនៅទីណាវាមិនសំខាន់ទេសំខាន់វាកំពុងតែរុលនឹងចូលធ្វើការបំពេញមកលើយើងកាន់តែខ្លាំងទៅហើយនៅពេលនេះសូមបញ្ជាក់ផងដែរថាឥឡូវនេះសមត្ថកិច្ចក៏បានចាប់បានដែរនៅចរកម្មដែលបានផ្ដល់សញ្ញាឲ្យយោធាថៃដើម្បីធ្វើសកម្មភាពនៃការទម្លាក់បាទគ្រាប់ឲ្យចំគោលដៅនៅតាមតំបន់ផ្សេងបងប្អូនពេលខ្លះគឺមុននឹងវាធ្វើសកម្មភាពអីមួយវាតែងតែទទួលបានពងសិនទើបបានវាធ្វើសកម្មភាពហើយខ្ញុំគ្រប់គ្រងមែនទែនរាល់សកម្មភាពនៃការចាប់អាចរកម្មហ្នឹងហើយបើយល់ល្អយកទៅអាកកវត្តចោលទៅទៅអាប្រទេសជាតិឯងអត់ស្រឡាញ់ទៅស្រឡាញ់ប្រទេសជាតិគេមិនដឹងថាតើគេឲ្យលុយប្រមាណបានហ៊ានធ្វើដល់ថ្នាក់ហ្នឹងអញ្ចឹងខ្ញុំសូមលម្អិតបន្តិចពាក់ព័ន្ធជាមួយនឹងការទម្លាក់គ្រាប់ដោយT50របស់យោធាថៃនៅខាងស្រុកបាណន់ខេត្តបាត់ដំបងគឺបើតាមព័ត៌មានដែលទទួលបានពីប្រជាពលរដ្ឋនិងភ្នាក់ងារដែលកំពុងតែនៅជិតទីនោះបានបញ្ជាក់ប្រាប់ថានៅវេលាម៉ោងប្រមាណ 9:40 នាទីបាទមានការទម្លាក់ប្រមាណ4គ្រាប់នៅតំបន់មួយដែលมันអាចប្រាប់ទីតាំងបាននៅក្នុងស្រុកបាណន់រីឯនៅម៉ោង 2:03 នាទីនេះមានការទម្លាក់មួយគ្រាប់ទៀតបាទនៅកន្លែងក្បែរនឹងទីតាំងនោះដែរប៉ុន្តែយើងមិនអាចបញ្ជាក់ទីតាំងបានទេបានដឹងត្រឹមថានៅក្នុងស្រុកបាណន់ខេត្តបាត់ដំបងបាទខេត្តបាត់ដំបងហើយចំណែករីឯចរកម្មដែលកំពុងតែធ្វើការផ្ដល់សញ្ញាឬមួយក៏ដាក់គោលដៅផ្សេងៗឲ្យយោធាថៃធ្វើការទម្លាក់នោះក៏ត្រូវបានសមត្ថកិច្ចក្បួនចាប់យកទៅបាត់ទៅហើយចាប់ចុះខ្ញុំគ្រប់គ្រងចាប់ចុះអូអានេះវាអត់មានគិតថាប្រទេសជាតិយើងត្រូវការយ៉ាងណាយ៉ាងណីវាអត់ខ្វល់វាខ្វល់តែរឿងលុយខ្វះកទៅរឿងលុយអាគេឲ្យលុយបន្តិចទូច 4-5 ពាន់វាសុកចិត្តលក់ជាតិបើមិនបានជួយអីដល់ជាតិសុំកុំមកបំផ្លាញជាតិអញ្ចឹងខ្ញុំគ្រប់គ្រងសុំចាប់ឲ្យអស់ពួកអស់នេះទុកមិនចំណេញដកចេញក៏មិនខាតដែរមកប្រទេសយើងនេះបើអត់ពួកអានឹងម្នាក់ពីរនាក់ហ្នឹងក៏វាមិនអីដែរចាប់ឯងញាត់គុកអស់បើសិនជាមានច្បាប់ប្រហារជីវិតចោលតែម្ដងទៅវាមិនមែនតែមានតែម្ដងទេបងប្អូនកន្លែងតាណាដែលមានការទម្លាក់គឺតែងតែមាននៅពួកអាចរកម្មផ្ដាល់រកសញ្ញាឲ្យយោធាថៃជាបន្តបន្ទាប់បាទជាបន្តបន្ទាប់អញ្ចឹងបងប្អូនជាទីមេត្រីខ្ញុំមិនមានអីច្រើនទេហើយសូមបញ្ជាក់ត្រង់ចំណុចមួយទៀតថាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំយុទ្ធសាស្ត្រសង្គ្រាមគាត់ក៏កំពុងតែត្រៀមនិងរៀបចំទៅហើយអំពីយុទ្ធសាស្ត្រនិងក្បាច់គុណថ្មីដើម្បីទប់ទល់នឹងតតាំងប៉ុន្តែយើងមិនអាចលំអិតឬមួយក៏រៀបរាប់ឲ្យស៊ីជម្រៅបាននៅក្នុងព័ត៌មាននេះទេដោយសារតែនេះគឺជាការសម្ងាត់នៃក្បួនយុទ្ធសាស្ត្រសង្គ្រាមអញ្ចឹងសូមបងប្អូនកុំអស់សង្ឃឹមបងប្អូនស្ដាប់តាញាធរទៅគាត់ឲ្យយើងជំលះទៅណាយើងទៅនឹងសិនបាទដើម្បីការពារនៅសុខសុវត្ថិភាពយើងគ្មានអាញាធរអាណាព្យាបាលយើងឯណាគាត់ចង់ឲ្យយើងមានគ្រោះថ្នាក់ទេគាត់តែងតែចង់ឲ្យយើងមានសុខសុវត្ថិភាពគ្រប់គ្នាអាញាធរថ្នាក់ដឹកនាំថ្នាក់លើប្រៀបបានដូចជាឪពុកម្ដាយរបស់យើងអញ្ចឹងយើងត្រូវស្ដាប់ឪពុកម្ដាយបងប្អូនដឹងហើយគ្មានឪពុកម្ដាយឯណាចង់ឲ្យកូនស្លាប់ចង់ឲ្យកូនទៅរងរបួសចង់ឲ្យកូនទៅពាំងគ្រាប់ទេមានតែឪពុកម្ដាយមានតែអាណាព្យាបាលនឹងឯងទៅពាំងជំនួសអញ្ចឹងយើងកុំបារម្ភអីពាក់ព័ន្ធត្រង់ចំណុចមួយចំនួនគាត់កំពុងតែរៀបចំហើយខ្ញុំនិយាយនេះខ្ញុំអត់មានដេញទៅកាន់ជើងឬមួយក៏អីទេប៉ុន្តែប្រទេសយើងកំពុងតែបែបនេះយើងត្រូវតែសហការគ្នាជាធ្លុងមួយទើបសត្រូវវាមិនអាចវាយបំបែកយើងបានកុំថាឡើយខាងក្រៅស្រុកឬក្នុងស្រុកយើងរួមគ្នាសិនជឿខ្ញុំវាមិនខុសទេនោះយើងនឹងឈ្នះអស់សត្រូវហើយមិនឈ្នះក៏យើងបានមកត្រឹមថាយើងរឹងមាំសាមគ្គីផ្ទៃក្នុងដែរខាងថៃវាកំពុងតែបែកបាក់នៅសាមគ្គីផ្ទៃក្នុងបដាហើយអញ្ចឹងខ្ញុំអត់មានអីច្រើនទេគ្រាន់តែចង់ជម្រាបនិងលំអិតអំពីព័ត៌មានមួយចំនួននៅខាងស្រុកបាណន់ខេត្តបាត់ដំបងជូនពុកម៉ែបងប្អូនតែប៉ុណ្ណឹងខ្ញុំបាទមានសារៈរហ័សនាមមាត់អរហ័សសម្ដេចត្រង់សូមបញ្ចប់នៅសេចក្តីរាយការណ៍ជូនពុកម៉ែបងប្អូនតែប៉ុណ្ណេះសូមអរគុណនិងសូមគោរពលា